នេះមកស្រាយចម្ងល់បន្ថែមពាក់ព័ន្ធជាមួយនឹងការបដូរពី format date and time ពីអង់គ្លេសទៅខ្មែរភាសាថ្ងៃមុនបង្ហាញមិនទាន់អស់ឥឡូវយើងចូលទៅបង្ហាញ detail ទាំងអស់គ្នាអញ្ចឹងមុនដំបូងអ្នកនរគ្នាត្រូវតែច្បាស់ថាយើងបានយើង check មើលនៅក្នុង region សិនដែលយើងបានបដូរឬក៏ add ខ្មែរចូលនៅគឺចូល region ហើយយើងមើលទៅយើងមក add ខ្មែររួចហើយកន្លែង number format របស់យើងគឺយើងចូលទៅលេខខ្មែរអស់ហើយទម្រង់របស់យើងអូខេតោះឥឡូវយើងចូលទៅនេះទាំងអស់គ្នាចូលទៅ home screen របស់យើងវិញទៅអញ្ចឹងយើងអុសពីលើមកអូខេឃើញថាវានៅទម្រង់ជាភាសាអង់គ្លេសដដែលអញ្ចឹងយើងសង្កត់ចុចនៅលើ date and time ទេយក customize then យើងចុចនៅលើ time របស់យើងនឹងមកអញ្ចឹងវានឹង load font and color អញ្ចឹងយើងចុចលើរូបផែនដីហ្នឹងហើយ select យកពាក្យខ្មែររបស់យើងណាខ្មែរអញ្ចឹងវានឹង change អញ្ចឹងនៅក្នុងហ្នឹងយើងអាចកំណត់លក្ខណៈជា format របស់វាទម្រង់របស់វាតូចធំណាសាយណាយើងអាចទាញតូចធំអីតាមហ្នឹងទៅហើយយើងអាចបដូរនៅ color របស់វាបានដែរអញ្ចឹងបងប្អូនឆ្លាញ់ color អីយើងអាចដាក់ color ហ្នឹងបានអញ្ចឹងណាបាទអញ្ចឹងងាយសង្ឃឹមថាបងប្អូននឹងអាចធ្វើបានហើយបើមានចម្ងល់អីផ្សេងអាចcomment សួរនៅខាងក្រោមបានខ្ញុំនឹងព្យាយាមធ្វើលម្អិតបន្ថែមទៀតតោះមកចុចដានមកអញ្ចឹងយើងនឹងបានតម្រង់បែបនេះអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ